រៀងរាល់ឆ្នាំក្រោមពន្លឺព្រះច័ន្ទខ្ញុំតែងតែជួបជុំគ្រួសាររៀបចំពិធីអកអំបុកនិងសំពះព្រះខែយើងតែងតែជជែកលេងជុំគ្នានៅរឿងរ៉ាវដែលយើងធ្លាប់ធ្វើពេលបុណ្យអុំទូកនៅមុខព្រះបរមរាជវាំងដូចជាមើលការប្រណាំងទូកងនិងការបណ្ដែតប្រទីបជាដើមប្រជាជនមកពីទីជិតឆ្ងាយជួបជុំគ្នាមួមីដើម្បីចូលរួមពិធីបុណ្យអុំទូកដោយរីករាយក្រោមពន្លឺនៃសន្តិភាពនិងសោភ័ណភាពរបស់ទីក្រុងនាពិធីបុណ្យប្រពៃណីជាតិខ្មែរគ្រប់គ្នារីករាយនឹងការទស្សនាការបណ្ដែតប្រទីបនេះណាស់ព្រោះថាកម្មវិធីនេះគឺជាការសម្ដែងនូវការរំលឹកគុណដល់ព្រះគង្គានិងព្រះធរណីដើម្បីទទួលបានសេចក្តីសុខសប្បាយបង្កើនភោគផលការងារកសិកម្មរបស់ចិញ្ចឹមជីវិតផ្សេងៗដែលភ្លើងរំអររបស់ប្រទីបនោះប្រៀបបានដូចជាពន្លឺជ័យសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបព្រោះតែពន្លឺទាំងនោះពោរពេញទៅដោយក្តីស្រឡាញ់ភាពរីករាយនិងស្មារតីស្នេហាជាតិនៃប្រជាជាតិទាំងមូលឆ្នាំនេះផងដែរកុំភ្លេចមកមើលកំជ្រួចនិងដើរលេងនៅវ៉ុកសេទាំងអស់គ្នារីករាយប្រតិពិធីបុណ្យអុំទូកអកអំបុកនិងសំពះព្រះខែទូមនឹងយល់បងពីជើងយើងរីករាយ